សួស្តីអ្នកនរគ្នាឥឡូវយើងចូលមកកាន់កុំព្យូទ័រហើយថ្ងៃនេះដែរគឺខ្ញុំមានវីដេអូមកចែកម្លែកចំណេះដឹងគឺរបៀបធ្វើ thumbnail នៅក្នុងកម្មវិធី CapCut ផ្ទាល់តែម្ដងអញ្ចឹងហើយថ្ងៃនេះដែរគឺខ្ញុំធ្វើនៅលើកម្មវិធី CapCut PC ហើយខ្ញុំបានផុសវីដេអូចូលទៅកាន់ YouTube ហើយប៉ុន្តែគាត់ខ្ញុំអត់តបានកាត់ thumbnail អញ្ចឹងណាគ្នាយើងនេះខ្ញុំកំពុងតែផុសហើយខ្ញុំដាក់ private សិនខ្ញុំមិនតន់ដាក់ public ទេនេះគឺជាវីដេអូដែលខ្ញុំកាត់មិញអញ្ចឹងខ្ញុំបានផុសចូលទៅកាន់ YouTube ហើយតែគាត់ខ្ញុំអត់តបានកាត់ thumbnail អញ្ចឹងណាអញ្ចឹងទៅខ្ញុំក៏យកវីដេអូហ្នឹងមកចែករំលែកសម្រាប់ធ្វើការកាត់ thumbnail អញ្ចឹងណាគ្នាយើងអូខេឥឡូវឧទាហរណ៍ថាយើងចង់បានរូបណាដែលថាមើលទៅទំនងកាត់ thumbnail ស្អាតមានភាពទាក់ទាញអញ្ចឹងណាគ្នាយើងអូខេឥឡូវខ្ញុំយករូបមួយនេះអញ្ចឹងបន្ទាប់មកយើងដាក់ធ្វើការដាក់ចំណាំមួយមកនេះអូខេខ្ញុំដាក់ចំណាំមួយសិនអូខេបន្ទាប់មកយើងធ្វើការសរសេរអក្សរឬក៏យើងមានរូបអីដាក់មើលទៅជាតំណាងអញ្ចឹងណាគ្នាយើងអូខេឥឡូវខ្ញុំធ្វើការ add text មួយបន្ទាប់មកខ្ញុំតម្លាក់មកហើយវីដេអូផ្សេងៗទៀតយើងមិនបាច់ខ្វល់សំខាន់យើងបានដៅកន្លែងនេះហើយយើងដាក់ធំហ្នឹងមកអូខេខ្ញុំបាន copy អក្សរហើយឯងអូខេយើងដាក់ប៉ុណ្្នឹងមកហើយបន្ទាប់មកយើងធ្វើការដូរ font អក្សរខ្មែរយើងមកអូខេចឹងការធ្វើ thumbnail នៅលើកម្មវិធី CapCut គឺវាល្អម្យ៉ាងដែរដោយសារអីវាមាន effect color អីស្រាប់ៗអញ្ចឹងណាបងប្អូននេះហើយនេះដោយសារCapCut ខ្ញុំគឺជា CapCut Pro អញ្ចឹងគឺខ្ញុំមានeffect style អក្សរស្អាតផងដែរអូខេអញ្ចឹងខ្ញុំរើមើលមកយើងពេញចិត្តមួយណាយើងដាក់មួយនឹងអញ្ចឹងណានេះយើងអូខេខ្ញុំដាក់មួយនេះហើយយើងរើមើលសិនមកហើយអក្សរណាដែលថាយើងមើលទៅពេញចិត្តយើងអាចដាក់បានអូខេខ្ញុំយកមួយនេះអូខេបន្ទាប់មកយើងធ្វើការចុច Alt មកយើងទាញអក្សរនឹងឡើងលើមកបានន័យថាបំបែកអក្សរមួយទៀតអញ្ចឹងណាបងប្អូននេះបន្ទាប់មកយើងពេញចិត្តមួយនឹងយើងធ្វើការដូរអក្សរក៏បានដែរដូរ font ដូរ style អញ្ចឹងណាអូខេខ្ញុំយកមួយទៀតហើយបន្ទាប់មកខ្ញុំចូលមកកន្លែង business បន្ទាប់មកខ្ញុំធ្វើការផាសអក្សរដែលខ្ញុំ copy មិញហ្នឹងអញ្ចឹងផាសទៅវាអាចនឹងបដូរ color អីតិចតួចអញ្ចឹងណាគ្នាយើងអូខេខ្ញុំ copy ខ្ញុំធ្វើការចុចcontrol X អូខេបន្ទាប់មកខ្ញុំចូលមកកាន់effect អក្សរវិញយើងរើសមកអូខេខ្ញុំយកមួយនេះហើយបន្ទាប់មកខ្ញុំធ្វើការដូរ font អក្សរចូលមកកាន់ business វិញមកនិយាយទៅគឺមាន style អក្សរច្រើននេះយើងពេញចិត្តមួយណាយើងដាក់មួយនឹងមកអូខេខ្ញុំយកអក្សរមួយនេះអូខេខ្ញុំយកមួយនេះអញ្ចឹងយើងមុនទាញយើងធ្វើការចុចនៅលើអក្សរយើងមួយមកអូខេបន្ទាប់មកខ្ញុំធ្វើការចុច Alt ទាញអក្សរឡើងលើមកយើងបានមួយទៀតយើងបំបែកអូខេបន្ទាប់មកខ្ញុំធ្វើការផាសអក្សរដែលខ្ញុំ copy មិញហ្នឹងខ្ញុំ copy CapCut ចោលខ្ញុំយកតែអក្សរខ្មែរទេអានេះយើងធ្វើការលុកសោវាក៏បានដែរគ្នាយើងកុំឲ្យវាយើងទាញទៅវារត់ចឹងណាអូខេខ្ញុំធ្វើការដូរ font អូខេឥឡូវយើងដល់ theme អក្សរខ្មែរយើងហើយអូខេខ្ញុំយកអក្សរមួយនេះហើយបន្តមកខ្ញុំចូលមកកាន់ effect វិញអូខេខ្ញុំយកមួយនេះហើយបន្តមកកម្មវិធី CapCut ខ្ញុំធ្វើការចុច Alt ទាញអក្សរឡើងលើអូខេចូលមកកាន់ business វិញយើងធ្វើការ control V មក CapCut អូខេ CapCut យើងចូលមកកាន់ effect តមកអក្សរលេខខ្មៅអញ្ចឹងណានេះខ្ញុំយកអក្សរស៊ីនវាតមកខ្ញុំធ្វើការដូរ effect បន្តិចអូខេយកប៉ុណ្នេះហើយបន្ទាប់មកទៀតបន្ទាប់មកទៀតគឺយើងត្រូវទៅរើរូបគ្នាយើងរូបCapCut ហ្នឹងអូខេខ្ញុំចូលមកកាន់ Google
ហើយបន្ទាប់មកខ្ញុំវាយ CapCut ហើយបន្ទាប់មកយើងចូលមកកាន់ image អូខេបន្ទាប់មកយើងរើរូបណាដែលយើងមើលទៅពេញចិត្តថាស្អាតអញ្ចឹងអូខេខ្ញុំយករូបមួយនេះអូខេបន្ទាប់មកខ្ញុំធ្វើការ zoom វាបន្តិចខ្ញុំចាប់ដាក់មកលើអេក្រង់អូរូបនេះវាអត់ឲ្យទេអូខេហើយខ្ញុំចូលមកកាន់ media បន្ទាប់មកខ្ញុំចុច import ខ្ញុំរើ desktop អូខេមួយនេះបន្ទាប់មកយើងធ្វើការចុច open មកអូខេបន្ទាប់មកខ្ញុំដាក់មកលើអក្សរអញ្ចឹងខ្ញុំបានកម្មវិធី CapCut ហើយអូខេប៉ុណ្ណឹងមកហើយបន្ទាប់មកយើង copy នេះអក្សរ CapCut ហ្នឹងអានទាញវាមកអូខេខ្ញុំយកមកដាក់នៅនេះអូខេអញ្ចឹងយើងបាននេះអូខេអ្នកទាំងអស់នេះអញ្ចឹងការធ្វើ thumbnail យើងបាន 100% ហើយបន្ទាប់មកខ្ញុំអានេះគឺជាវីដេអូបងប្អូននេះអញ្ចឹងយើងធ្វើការបំលែងវាទៅជា JPEG file JPEG ជារូបភាពហ្នឹងអូខេយើងចុចកន្លែងនេះមកហើយបន្ទាប់មកយើងយកកន្លែង export នេះខាងក្រោមគេហ្នឹងបន្ទាប់មកវាឲ្យយើងរើសទំហំវាមានដល់កម្រិត 8K នេះយើងអញ្ចឹង thumbnail ជាទូទៅត្រឹមតែ1080គុណនឹង720ទេឥឡូវយើងចុចកន្លែង 1080p ហ្នឹងមកហើយកន្លែងនេះគឺបងប្អូនអរគ្នាយក JPEG កុំយក PNG អញ្ចឹងយើងយក JPEG ហ្នឹងមកហើយបន្ទាប់មកបងប្អូនអរគ្នាដាក់នៅណា file ហ្នឹងខ្ញុំដាក់នៅលើ desktop អញ្ចឹងខ្ញុំដាក់នៅលើ desktop បន្ទាប់មកបងប្អូនអរគ្នាធ្វើការ export មកអូខេអញ្ចឹងហើយអញ្ចឹងរូបនេះគឺវាមិនណេះមួយហើយ file វានៅលើ desktop មួយដែរនេះដែលខ្ញុំបានដាក់មិញហ្នឹងអូខេអញ្ចឹងខ្ញុំយកមកដាក់នៅក្នុង YouTube ផងខ្ញុំនេះអូខេខ្ញុំយកមកខ្ញុំដាក់កន្លែង thumbnail នេះអូខេបន្តមកខ្ញុំធ្វើការ open មកដល់ចាំបន្តិចនេះរូបបានដាក់ហើយ thumbnail អញ្ចឹងយើងបានដាក់ហើយហើយអញ្ចឹងបន្ទាប់ពីយើងដាក់ហើយឥឡូវយើងចុចកន្លែង public មកអត់ផុសមកអូខេបន្តមករួចរាល់ហើយបន្តមកយើងធ្វើការចុចកន្លែងហ្នឹងសៀវមកគឺវាអាចផុសហើយនេះបានហើយគ្នាយើងអូខេអ្នកនរគ្នាអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយនេះគឺជាចំណេះដឹងថ្មីមួយទៀតសម្រាប់បងប្អូនអ្នកគ្នាដែលគាត់អត់ទាន់ចេះធ្វើ thumbnail នៅលើ Photoshop អីចឹងណាគ្នាយើងនិយាយទៅខ្ញុំ Photoshop ក៏ខ្ញុំចេះតែនេះគឺជាកលឹងងាយៗសម្រាប់អ្នកដែលគាត់ចង់ធ្វើ thumbnail លឿនហើយមាន effect ស្រាប់ៗចឹងណាគ្នាយើងអូខេអ្នកនរគ្នាអញ្ចឹងបើសិនជាមានសំណួរឬក៏មានចម្ងល់អីអាច comment នៅខាងក្រោម YouTube channel ខ្ញុំបានអរគុណជួបគ្នានៅវីដេអូក្រោយ